សួស្តីប្រិយមិត្តទាំងអស់គ្នានេះគឺជាคลิปវីដេអូពិសេសមួយរបស់ Cam Top Tech ដើម្បីឆ្លើយតបទៅនឹងសំណួររបស់ប្រិយមិត្តម្នាក់ដែលគាត់បានសួរអំពីរបៀបនៃការអាប់ឡូតវីដេអូចូលក្នុង YouTube ដោយប្រើប្រាស់ Smartphone គឺប្រើប្រាស់ទូរស័ព្ទដៃដើម្បីឲ្យកាន់តែងាយយល់ Cam Top Tech សូមបង្ហាញដោយប្រើប្រាស់ការថតអេក្រង់ Smartphone ផ្ទាល់តែម្ដងអញ្ចឹងសូមតាមដានដូចតទៅដំបូងឡើយ Cam Top Tech សូមណែនាំអំពីវីដេអូដែល Cam Top Tech ចង់អាប់ឡូតចូលតាមរយៈ Smartphone ជាមុនសិនឧទាហរណ៍ដូចជាវីដេអូមួយនេះជាដើម Good night. I love you. វិធីក្នុងការអាប់ឡូតគឺនេះគឺ YouTube នៅក្នុង Smartphone របស់ខ្ញុំផ្នែកខាងលើហើយជាងខាងស្ដាំខ្ញុំចុចចូលនៅក្នុង YouTube នេះមានពីរគឺ Home ហើយនិង Music គឺវាអាស្រ័យទៅលើចំនួនរបស់ YouTube គឺ version របស់ YouTube គឺមានទិដ្ឋភាពដូចគ្នាអញ្ចឹងហើយនៅផ្នែកខាងឆ្វេងឈៀងខាងលើជាងមាន option របស់វាយើងចុចយក option នៅខាងក្រោមផ្នែកដិតក្រហមដែលមានពាក្យថា what to watch ហ្នឹងគឺលំដាប់ទី3រាប់ចុះមកក្រោមមកគឺមានពាក្យថា upload យើងចុចនៅទីនោះប៉ុន្តែសូមរំលឹកសិនថាមុននឹងប្រិយមិត្ត upload វីដេអូចូលក្នុង YouTube ដោយប្រើប្រាស់ Smartphone នោះគឺប្រិយមិត្តត្រូវតែមាន account នៅក្នុង Play Store ហើយត្រូវភ្ជាប់ account របស់ខ្លួននៅក្នុង YouTube ឲ្យស្រេចផងដូចឃើញស្រាប់ហើយគឺ account របស់ Cam Top Tech ហ្នឹងគឺនៅខាងលើជាស្រេចបើសិនជាប្រិយមិត្តប្រើប្រាស់ account របស់ក្រុមហ៊ុន Gmail គឺមានលក្ខណៈងាយស្រួលណាស់គឺបន្ទាប់ពីយើង login វាចូលនៅក្នុង Play Store ហើយវារត់ចូលនៅក្នុង YouTube ដោយស្វ័យប្រវត្តិតែម្ដងបន្ទាប់មកគឺខ្ញុំថាច់លើពាក្យ upload ដែលនៅខាងក្រោមរាប់ទី3ពីលើមកអាច upload នេះនៅទីនេះប្រិយមិត្តឃើញស្រាប់ហើយនេះគឺជាខ្សែវីដេអូរបស់ Cam Top Tech ដែល Cam Top Tech បង្ហោះចូលនៅក្នុង YouTube សូមបញ្ជាក់ដែរថាបើសិនជាប្រិយមិត្តចង់ស្វែងរកវីដេអូដទៃទៀតរបស់ Cam Top Tech ដែល Cam Top Tech បានបង្ហាញអំពីគន្លឹះល្អប្រចាំចុងសប្តាហ៍នោះប្រិយមិត្តអាចចូលមកកាន់ YouTube ហើយ search ពាក្យថា Cam Top Tech ទៅជាការស្រេចតែម្ដងអញ្ចឹងចាប់ផ្ដើមងាកមករឿង upload វីដេអូតាមរយៈ Smartphone ចូលក្នុង YouTube វិញគឺនៅខាងលើគឺមានសញ្ញាព្រួយមួយបាញ់ឡើងលើនៅត្រង់កន្លែងហ្នឹងហើយប្រិយមិត្តថាច់លើកន្លែងហ្នឹងទៅហើយទៅជ្រើសរើសវីដេអូដែលចង់ upload បញ្ចូលហើយខ្ញុំសម្រេចជ្រើសរើសយកវីដេអូដែលខ្ញុំ play អាមាញ់នេះវីដេអូរបស់យើងចូលហើយអត់មានអីលំបាកទេហើយនៅខាងលើនេះគឺយើងត្រូវវាយ title របស់វីដេអូចូលគឺចំណងជើងរបស់វីដេអូចូលហើយបន្ទាប់មកទៀតនេះគឺ describe គឺយើងគឺប្រិយមិត្តរៀបរាប់អំពីលក្ខណៈរបស់វីដេអូនឹងអត្ថន័យរបស់វីដេអូនឹងទៅហើយនៅខាងក្រោមមកទៀតគឺហាក់ដូចជា Facebook អញ្ចឹងដែរវាមាន private វាមាន public ជាដើមចំណែកនៅខាងក្រោម tag នឹងក៏សំខាន់ដែរ tag នឹងគឺជាពាក្យកន្លឹះដែលនាំឲ្យអ្នកដទៃទៀតអាចស្វែងរកវីដេអូរបស់យើងឃើញនៅក្នុង YouTube ឧទាហរណ៍ខ្ញុំវាយចំណងជើងជាមុនសិនមុននឹងដល់ tag នៅផ្នែកខាងក្រោមបំផុតខ្ញុំដាក់ថា The Clever Girl ហើយខ្ញុំអាចរៀបរាប់អំពីវីដេអូហ្នឹងហើយខាងក្រោមហ្នឹងគឺ tag វីដេអូហ្នឹងគឺមានន័យថាបើប្រិយមិត្តឆាប់ឲ្យគេរកឃើញវីដេអូរបស់ខ្លួនប្រិយមិត្តប្រើពាក្យកន្លឹះណាដែលអាចឲ្យគេឆាប់រកឃើញវីដេអូខ្លួនដូចជាពាក្យថា girl ប៉ុន្តែនៅក្នុង Smartphone ហាក់ដូចជាមានការលំបាកនៅក្នុងការ tag បន្តិចពីព្រោះថាវាអត់ load ដោយស្វ័យប្រវត្តិឲ្យទេអត់ដូចយើង upload ដោយប្រើប្រាស់ computer ទេគឺបើសិនជាយើងប្រើប្រាស់ computer វិញបើសិនជាយើងវាយពាក្យថា girl អញ្ចឹងនៅលើ YouTube តាមរយៈ computer ហ្នឹងគឺវានឹង load ពាក្យជម្រើសឲ្យយើងពាក្យសម្រាប់ឲ្យយើងជ្រើសរើសប៉ុន្តែនេះអត់ទេអញ្ចឹងចំណុចខ្សោយមួយដែលយើងមិនគួរ upload វីដេអូដោយប្រើប្រាស់ Smartphone ហ្នឹងគឺលើត្រង់ថាបញ្ហា tag នឹងឯងកាលណាយើងអត់បាន tag ទេអ្នកដទៃទៀតគេពិបាកក្នុងការស្វែងរកវីដេអូយើងពោលគឺបើសិនតែយើងទុកគ្រាន់មើលខ្លួនឯងវាមិនអីទេហើយទៅខ្ញុំអាចរៀបរាប់ I love you បន្ទាប់មកនេះនៅផ្នែកខាងស្ដាំឈៀងខាងលើបំផុតនោះគឺមានសញ្ញាព្រួយបាញ់ទៅលើទៀតយើងថាច់លើនឹងមកដើម្បី upload វីដេអូចូលហើយនេះវីដេអូហ្នឹងគឺរត់ទៅហើយ 80% 100% តែម្ដង
លឿនទេដោយសារតែវីដេអូនឹងមានទំហំតូចត្រឹមតែ745 KB អត់ដល់1 MB ទេសូមអរគុណប្រិយមិត្តចំពោះការសួរសំណួរហើយនិងការគាំទ្រមកកាន់ Can Top Tech